សួស្តីបងឥឡូវយើងមក set up ម៉ាស៊ីនដាស់ហោះថ្មីបងនេះប្រភេទនិយាយឆ្លោយបាន ចឹងកន្លែង region នេះបងយក Cambodia មកនេះយើងរើសភាសាយកអង់គ្លេសតបមក standard video យក PAL ត្រូវអីចឹងយើងស្ដែងថ្ងៃខែយើងឲ្យត្រូវមកតបមកយើងយក format date យើងយកថ្ងៃខែយកឆ្នាំមកតែប៉ុណ្ណឹងយើងចុច next កន្លែងនេះទៀតយើងអាចបើក online update ក៏បានអត់បើកក៏បានដែរតែយល់ល្អយើងបិទទៅការពារឧទាហរណ៍ថាពេលម៉ាស៊ីនវាមាន firmware ថ្មីវា update auto បន្តិចទៅចែកដល់ភ្លេងដាច់វាអាចធ្វើឲ្យខូចបតម៉ាស៊ីនហ្នឹងយើងចុច next តទៀតមកចឹងកន្លែងនេះយើង set password មកនេះដូចគ្នាមកនេះ unlock pattern ចុច next click thích lại này mộtទៀតnó chút này hay là nếu đangដាក់password cũng là soi cái bán này là nếu bật cháo bàn này chút nàyទៀតlà phải nếu cái việc cái vậy đòi ô tô một tịch chẳng về về thích thằng ó chẳng chút này ok tiếp bàn nữa chẳng về này chạy mưa lại bữa sinh cả này dân đã sai network ấy hỏi mất đau đó cho lại nắng về thằng cá cứ bị lột thịt vậy lại này hạt đi hướng đã máu visco đó nè chẳng bị lột thịt đài cloud cho toàn báo chẳng lại này bên này lột nhau tiền là thế nó bay cho setup lại add camera đi kia dân đã camera chỗ cứ bị lột đây chẳng bật cloud này tiếp chẳng này online apply cho người mới bạn về mình tụi nó chơi ok tập phần nào mấtคือเราจะset up ហើយចឹងយើងចង់ធ្វើការភ្ជាប់ជាមួយស័ព្ទដៃចូល manual មកតោះមកយក line network យើងត្រូវចូលមកកន្លែងនេះយើងត្រូវបើកនៅ DHCP ចឹងអូខេមួយតោះមកអាក្រុមនេះបើក DHCP ដែរយើង apply បន្តទៀតតោះមកយើងមើលកន្លែង cloud P2P នេះវា online នៅonline ទេយើងឆែកមើលខ្សែមើលអីទៅមានតែប៉ុណ្្នឹងទេហើយមកយើងមក set setting របស់កាមេរ៉ាវិញយើងចូលកន្លែងរូបកាមេរ៉ាមកមាន encode អញ្ចឹងអានេះយើងចង់ឲ្យ sell ទៅនៃបានយូរយើងយក smart code មកតែវា sell ភាពបានយូរថ្ងៃយក smart code ទៅយើងចង់ sell ឲ្យមាន event មានអីច្រើនផ្លែ back មកឃើញមាន record 24 ម៉ោងផងមានសកម្មភាពនេះហ្នឹងយក AI coding ត្រង់ហ្នឹងវា record បានតិចថ្ងៃមែនតើsmart code មកធ្វើឲ្យវា sell ទៅនៃបានយូរតោះមកអានេះយើងសេរីឲ្យខ្ពស់មកអញ្ចឹងវា record រូបភាពមកបានច្បាស់ល្អហើយសេរីដូចគ្នា substream complete បើកកន្លែង audio បើកទាំងសងខាងមក
ហើយយើង complete copy ដាក់គ្រប់ channel ហើយយើង apply វាមកតែប៉ុណ្ណឹងគឺកន្លែងយើង set up កាមេរ៉ាហើយនិង network រួចរាល់ហើយយើងឆែកមើល storage ហាត់ឌីសយើងវាដើរនៅ term nature មកយើងមើលកន្លែងនេះវា normal គឺវាស្គាល់ហើយតែវាអត់ចេញ normal ទេវាមានបញ្ហាអញ្ចឹងនេះ spec របស់ space របស់ hard disk យើងវា 2T ប៉ុណ្ណឹងហើយយើងចេញក្រៅវិញយើងចង់សេរីថ្ងៃខែត្រូវអីចូលឲ្យ system នេះមកយើងអាចយក data នេះយើងសេរីថ្ងៃខែតាមនឹងមកបានហើយតែប៉ុណ្ណឹងបន្ទាប់មកសប្តាហ៍បង download app DMWS ហើយបងចូលមកកន្លែង manual មកបងចូលឲ្យ network ចូលឲ្យ P2P បង scan ខាងនេះបញ្ចូលទៅបានហើយប៉ុន្តែ account លើ app នេះយើងត្រូវបង្កើត account ថ្មីដើម្បី scan វា